ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះអនុញ្ញាតឲ្យខ្លួនឯងធ្វើកូនចិនមកញ៉ាំផ្អែមចិនផឹកតែកំណាអីចឹងតែព្រោះមើលមុខហើយនឹងសម្បល់គ្មានច្រឡំចិនអីមកបន្តិចហើយហាងនេះនៅម្ដុំទូតពងយើងណាមានឈ្មោះថាអត្តនូនធីពេលម្ដងមុខហាងឃើញមានតាំងគំនូហើយនឹងអសចិនណាស្អាតណាស់ហើយនៅមានដាក់តុមួយឆាត់ស្បូវកន្លែងនេះប្លង់ថតរូបមួយស្អាតដែរនេះដល់ពេលចូលដល់ក្នុងហាងខ្ញុំមានអារម្មណ៍ថាខ្ញុំដូចនៅស្រុកចិនអញ្ចឹងព្រោះថានៅក្នុងហាងគាត់មានចាក់ចម្រៀងចិនតិចស្ដាប់ទៅឡើងព្រោះនិយាយទៅអាយ៉ាកាសល្អហ្មងហើយសម្រាប់ការដែលគាត់តុបតែងហាងខ្ញុំមើលឃើញស្អាតតាមមុខគាត់តែបើសួរថាអសចិនគេសេថាម៉េចខ្ញុំមិនដឹងហើយបើនិយាយពីតម្លៃនៅអត្តនូនធីវិញសមរម្យមែនតើហ្មងកាហ្វេឬក៏ម៉ាឆាអីមួយកែវតែ6000ទេណាហើយសម្រាប់ផ្អែមនេះវិញយើងអាចជ្រើសរើសរហូតបានដល់5មុខហើយតម្លៃគេតែ$2ណាសំខាន់ម៉ាឆាហ្នឹងឡើងធំបើមកដែតអីអូនម៉ាត់បងម៉ាត់អីត្រូវហ្មងសម្រាប់ផ្អែមនេះវិញខ្ញុំសាកលើកទី1ដែរនិយាយទៅរូបរាងគេតំណងហើយឆ្ងាញ់ទៀតនិយាយទៅខ្ញុំចូលចិត្តញ៉ាំរបស់ណាខ្ជូតចឹងព្រោះវាស៊ីមួយខ្ញុំខ្ជូតដែរហើយសម្រាប់ចំហួយទឹកដោះគោនិងម៉ាឆានេះវិញស្អាតសាហាវចំហួយគេចាក់ចេញជារូបផ្កាខ្ញុំឃើញស្អាតពេកឡើងអត់ចង់ដាច់ចិត្តញ៉ាំហើយបើនិយាយពីរសជាតិវិញឆ្ងាញ់សាហាវនៅពេលយើងញ៉ាំម៉ាឆាជាមួយនឹងចំហួយអាតញនេះដាក់ចូលក្នុងមាត់ទៅឡើងទៅជាតិហ្មងតោះឥឡូវយើងមកញ៉ាំតែកំណាមអស់គ្នាវិញសម្រាប់តែនេះវិញមានពីរប្រភេទសម្រាប់បងប្អូនអាចជ្រើសរើសបានណាមានតែម្លិះនិងតែអ៊ូឡុងសម្រាប់តម្លៃវិញតែ5000ទេណាតម្លៃ5000នេះមានទាំងគ្រាប់ផ្កាឈូករ័ត្នមួយចានហើយនិងសណ្តែកខៀវនេះមួយចានទៀតណាសំខាន់តែយើងអាច refill បានទៀតសម្រាប់ទីតាំងច្បាស់លាស់ខ្ញុំដាក់ជា Google Map ជូនណាសូមជម្រាបលាបាយ